ព្រឹត្តិបတ်ព័ត៌មានកម្ពស់ទឹកសម្រាប់ថ្ងៃទី17ខែកុម្ភៈឆ្នាំ2026តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ84សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ1សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ70សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ67សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន22ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ4សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ9សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ10សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ50សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ98សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ10សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ30សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ90សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ64សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ8សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន9ម៉ែត្រ50សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ3សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ5សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី17ខែកុម្ភៈឆ្នាំ2026សូមអរគុណ